ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកធ្វើជាជៀនញ៉ាំដោយសារតែមានចេកមកពីខេត្តច្រើនអញ្ចឹងណាបងប្អូនចាហើយចេកនេះយើងអត់មានផលជាតិគីមីអីទេគឺចេកធម្មជាតិ 100% បងប្អូនដូចឃើញអញ្ចឹងសម្រាប់សាច់ចេកវិញគឺលឿងល្អខ្លាំងមែនតើណាហើយអញ្ចឹងជាដំបូងនេះគឺខ្ញុំមកបកចេកសិនណាអញ្ចឹងសម្រាប់ចេកគឺខ្ញុំធ្វើប្រហែលជា2ស្និតចឹងណាបងប្អូនចាបានច្រើនដែរបងប្អូនហើយសម្រាប់ចេកនេះគឺខ្ញុំអត់ដំវាប្លូតទេណាបងប្អូនចាវីដេអូមុនគឺខ្ញុំដំវាប្លូតតែសម្រាប់ថ្ងៃនេះគឺខ្ញុំធ្វើតាមវីដេអូចេកជៀនដែលគេល្បីថាឆ្ងាញ់ណាបងប្អូនចឹងគឺខ្ញុំសាកធ្វើតាមគេចឹងខ្ញុំចាត់វាជា2បែបនេះណាចឹងសម្រាប់បងប្អូនដែលចង់ចាត់វាជា3ឬមួយក៏ជា4ក៏បានដែរណាបងប្អូនតាមចំណង់ចំណូលចិត្តរបស់បងប្អូនចឹងតែខ្ញុំហាន់វាតែជា2បានទេបងប្អូនព្រោះដូចថាយើងជៀនញ៉ាំខ្លួនឯងចឹងខ្ញុំហាន់វារហូតដល់អស់ចឹងណាបងប្អូនយើងកាត់វាប្រហែលជា2អញ្ចឹងណាហើយអញ្ចឹងខ្ញុំដកវាចេញព្រោះវារៀងស្អិតតែបងប្អូនចេកទុំយើងចាត់ចឹងវារៀងស្អិតជាប់គ្នាចឹងខ្ញុំប្រវែកវាសិនហើយបន្តមកទៀតមកខ្ញុំមកលាយម្សៅសម្រាប់ម្សៅវិញគឺខ្ញុំដាក់ម្សៅអង្កម្សៅឆាហើយនឹងម្សៅពពងហើយខ្ញុំបន្ថែមជាមួយនឹងស្ករសហើយសម្រាប់ទឹកខ្ទិះដូងវិញគឺខ្ញុំទិញមកពីផ្សារទឹកខ្ទិះដូងដែលគេពូតស្រាប់ណាខ្ញុំទិញ3000អញ្ចឹងសម្រាប់ទឹកខ្ទិះដូងនេះគឺខ្ញុំចាក់អត់អស់ទេណាបងប្អូនចាគឺខ្ញុំចាក់មកនៅសល់បន្តិចដែរហើយខ្ញុំអត់មានលាយទឹកលាយអីបន្ថែមទេខ្ញុំដាក់ទឹកខ្ទិះដូងសុទ្ធទេហើយសម្រាប់ម្សៅវិញគឺខ្ញុំដាក់ម្សៅអង្ករហ្នឹងមួយចានហើយសម្រាប់ម្សៅពពងខ្ញុំដាក់កន្លះចានចង្កឹះហើយម្សៅពោតខ្ញុំដាក់កន្លះចានចង្កឹះដូចគ្នាហើយសម្រាប់ស្ករសវិញបងប្អូនដាក់តាមចំណង់ចំណូលចិត្តបងប្អូនបានហើយខ្ញុំបន្ថែមជាមួយនឹងល្ងសហើយបងប្អូនអាចដាក់លាយជាមួយនឹងល្ងខ្មៅល្ងសចូលគ្នាក៏បានដែរហើយសម្រាប់ល្ងសនេះគឺដាក់ទៅគឺឈ្ងុយខ្លាំងមែនតើណាបងប្អូននៅពេលដែលយើងចៀនណាអញ្ចឹងម្សៅខ្ញុំហួយរាស់ហើយឥឡូវខ្ញុំមកដាំខ្ទះនឹងឲ្យក្តៅហើយខ្ញុំចាក់ប្រេងឆាចូលអញ្ចឹងសម្រាប់ប្រេងឆាយើងចាក់រៀងច្រើនតិចណាបងប្អូនចាដើម្បីនៅពេលដែលយើងចៀនទៅចេកយើងនឹងគឺវាឡើងស្រួយបានល្អហើយសម្រាប់ខ្ទះវិញបងប្អូនគួរតែប្រើខ្ទះជ្រៅអីចឹងណាដើម្បីស្រួលចៀនជាងព្រោះដោយសារខ្ញុំអត់មានខ្ទះជ្រៅគីឡូអញ្ចឹងវារៀងចោះខ្លាញ់យើងដាក់រៀងច្រើនដែរហើយនៅពេលដែលចៀនវាអត់សូវស្រួលដូចខ្ទះគីឡូជ្រៅណាវាស្រួលចៀនជាងខ្ទះរៀងវារៀងរាក់ចឹងណាបងប្អូនអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ចៀនចេកនឹងទៅហើយខ្ញុំដាក់វាចៀនជ្រលក់វា3សាបងប្អូនទាំងអស់តែបើបងប្អូនចង់ជ្រលក់វាតែ2ដងអីក៏បានដែរប៉ុន្តែខ្ញុំសាកវាជ្រលក់3ដងតាមវីដេអូចេកចៀនដែលគេធ្វើណាបងប្អូនចាដែលគេកំពុងតែ trending អញ្ចឹងយើងសាកធ្វើតាមគេថារសជាតិវាបែបណាខុសពីចេកដែលខ្ញុំធ្វើលើកមុនអត់ណាអញ្ចឹងខ្ញុំជ្រលក់វាម្ដងហើយឥឡូវវាឆ្អិនមកតង់ហើយណាបងប្អូនចាចឹងសម្រាប់ខ្ទះនេះខ្ញុំចៀន3ខ្ទះចឹង3ខ្ទះហ្នឹងខ្ញុំចៀនលើកទី1ម្ដងជ្រលក់លើកទី2ម្ដងហើយនឹងជ្រលក់លើកទី3ហ្នឹងគឺសម្រាប់ចាហើយសម្រាប់ការធ្វើបែបនេះបងប្អូនគឺសាច់ខាងក្រៅវាបានម្សៅច្រើនហើយសម្រាប់ខាងក្នុងវាទន់ហើយឈ្ងុយណាមួយដោយសារចេកមកពីខេត្តហ្នឹងគឺឆ្ងាញ់បងប្អូននិយាយទៅគឺឈ្ងុយខ្លាំងមែនតើណាចឹងដល់ពេលចៀននេះគឺក្លិនឈ្ងុយចេញពីចេកផងហើយចេញពីម្សៅដែលយើងលាយផងអញ្ចឹងណាចឹងសម្រាប់រសជាតិគឺឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងបងប្អូនចង់ធ្វើអាចសាកធ្វើតាមនេះបានណាចាហើយខ្ញុំចាប់ផ្ដើមដាក់ចេកចូលបន្ថែមទៀតអានេះលើកទី2ណាបងប្អូនចាអញ្ចឹងលើកទី2នេះគឺខ្ញុំចៀនដូចគ្នាខ្ញុំចៀនតែមួយសពកល្មមទេណាបងប្អូនចាយើងអត់អ្នកយូរពេកគេកុំឲ្យម្សៅខាងក្រៅហ្នឹងវាខ្លោចណាយើងចៀនវាមួយសពកហើយបានយើងយកទៅជ្រលក់លើកទី3ហើយអាហ្នឹងសម្រាប់ហ្មងអញ្ចឹងណាបងប្អូនចាអញ្ចឹងសម្រាប់លើកទី2នេះគឺវាដល់ពេលត្រូវស្រង់ហើយណាអញ្ចឹងខ្ញុំមកទុកវាយូរពេកទេព្រោះដោយសារយើងត្រូវការសម្រាប់លើកទី3ម្ដងទៀតណាអញ្ចឹងយើងដាក់ប៉ុណ្ណឹងទៅដើម្បីកុំឲ្យសាច់បើវាខាងក្រៅហ្នឹងវាខ្លោចអញ្ចឹងណាអញ្ចឹងខ្ញុំស្រង់វាទុកមួយឡែកសិនឲ្យវារៀងស្រស់ខ្លាញ់បន្តិចបាទខ្ញុំដាក់វាចូលវិញណាអញ្ចឹងខ្ញុំយកខ្ញុំស្រង់ទុកពីមុនមករៀងស្រស់ខ្លាញ់ហ្នឹងខ្ញុំដាក់វាជ្រលក់ម្សៅទៅខ្ញុំដាក់វាចៀនលើកទី3អញ្ចឹងយើងសម្រាប់ណាលើកទី3ចាអញ្ចឹងខ្ញុំចៀនវាធ្វើមកឲ្យវាឆ្អិនបានល្អអញ្ចឹងណាបងប្អូនចាហើយ
ពេលជៀនហ្នឹងយើងត្រឡប់វាចុះត្រឡប់ឡើងតិចទៅព្រោះនិសាផ្ទះរបស់ខ្ញុំវារៀងហាក់ដែរបើសិនជាផ្ទះជ្រៅអត់អីទេហើយអានេះយើងហាក់ដែរខ្ញុំអាសាប្រែវាដែរកុំឲ្យវាឆ្អិនមកចំហៀងអត់មកចំហៀងអញ្ចឹងណាចាឥឡូវខ្ញុំបន្តជៀនវាបន្តអញ្ចឹងណាបងប្អូនចាខ្ញុំជៀនវាប្រហែលជា4ខ្ទះអញ្ចឹងបានអស់ចេករបស់ខ្ញុំណាចឹងខ្ញុំជៀនវាឲ្យឆ្អិនបែបនេះចឹងខ្ញុំដួសស្រង់វាទុកទៅឲ្យវាស្រស់ខ្លាញ់បានល្អសឹមយើងយកវាទៅញ៉ាំណាហើយសម្រាប់ការធ្វើនេះគឺវាអត់ជាប់ខ្លាញ់អត់ខាំខ្លាញ់នៅចេកទេណាបងប្អូនចាគឺជៀនទៅគឺស្ងួតល្អខ្លាំងមែនតើយើងទុកឲ្យវាតែស្រស់តែបន្តិចទៅគឺវាស្ងួតដូចនៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនអាចសាកធ្វើតាមវិធីនេះបានណាគឺចេករសជាតិឆ្ងាញ់ហើយវាអត់មានខាំខ្លាញ់ឬក៏បឺតខ្លាញ់ចូលចេកទេចាឥឡូវវីដេអូរបស់ខ្ញុំគឺបានចប់ត្រឹមនេះហើយណាបងប្អូនខ្ញុំសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំបងប្អូនកុំភ្លេចជួយចុច like និង subscribe លើ channel របស់ខ្ញុំម្នាក់មួយផងអរគុណច្រើនជំរាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ